សម្រាប់ខ្ញុំនៅពេលដែលកាត់តវីដេអូវាអាសា crash មិនថាអ្នកគ្នាធ្វើ graphic motion graphic design ឬក៏ animation 3D អីផ្សេងៗអ្នកគ្នាគួរតែមក update ជាមួយនឹង driver របស់យើងដើម្បីឲ្យវា support ជាមួយនឹង software របស់យើងពេលខ្លះយើង install ជាមួយនឹង software ដែល version ចុងក្រោយអញ្ចឹងណាប៉ុន្តែ driver របស់យើងគឺវានៅ version ចាស់ៗអញ្ចឹងវាអាចនឹងមានបញ្ហា crash នឹងកើតឡើងណាអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញអ្នកគ្នាអំពីរបៀបនៃការ update ទៅលើ driver សម្រាប់ខ្ញុំដែលប្រើជាមួយនឹង Nvidia ណាអញ្ចឹងទីមួយយើងចូលមក website official របស់ Nvidia មកហើយនៅកន្លែងនេះបើសិនអ្នកគ្នាប្រើជាមួយនឹង GeForce យើងយក GeForce មកអញ្ចឹងវាមានផ្សេងៗនៅកន្លែងហ្នឹងអញ្ចឹងណាបន្តមកទៀតតកតនឹង graphic card របស់អ្នកគ្នាប្រើ series អីគេអញ្ចឹងបើប្រើ series 5យើងយក series 5មកបើអ្នកគ្នាប្រើ series 40យើងយក series 40មកបន្តមកទៀតនៅខាងក្រោមនេះ graphic card របស់អ្នកគ្នាប្រើតកូល high គេវាមាន 55 56 57 58 59អីចឹងមកអញ្ចឹងឧទាហរណ៍បើសិនអ្នកគ្នាប្រើជាមួយនឹង57បញ្ជាក់ពីផងវាមាន TI អញ្ចឹងណាអញ្ចឹងយើងយក57 TI ហ្នឹងមកហើយនេះតកតទៅនឹង Windows បើសិនអ្នកគ្នាប្រើ Windows យើងយក Windows មកហើយបើសិនអ្នកគ្នាប្រើជាមួយនឹង Linux យើងប្រើ Linux មកអញ្ចឹងអានេះខ្ញុំប្រើ Windows 11ខ្ញុំយកអាហ្នឹងមកបន្តមកទៀតអ្នកគ្នាចុច file នេះមកអញ្ចឹងមកដល់កន្លែងនេះវាមានពីរចំណុចតាក់ទង driver របស់យើងវាមានសម្រាប់ content creator ហើយនិងសម្រាប់ gamer ណាហើយខាងក្រោមនេះគឺសិតតែជា driver របស់យើងណាអញ្ចឹងអ្នកគ្នាមើលមកអាននៅលើគេគឺជា driver ដែលគេទើបតែ update មកថ្មីនឹងឯងអញ្ចឹងនេះចង់ទៅមើល driver ចាស់ៗអាច scroll មកខាងក្រោមបានណាអញ្ចឹងខ្ញុំបញ្ជាក់កន្លែងនេះបន្តិចសម្រាប់យើងជា content creator យើងយក studio driver នេះមកសម្រាប់ gaming យើងអាចយកខាងក្រោមនេះណាអញ្ចឹងដើម្បី download driver របស់យើងបានអ្នកគ្នាចុច view នេះមកបន្តមកទៀតយើងចុច download មកអញ្ចឹងបន្ទាប់ពីយើងធ្វើការ download ហើយអ្នកគ្នាអាចធ្វើការ install វាមកអញ្ចឹងនៅកន្លែងនេះយើងយកលើមកយើងមាន function ច្រើនដែលយើងអាចប្រើបាននៅលើ Nvidia app របស់គេហ្នឹងណាឧទាហរណ៍អ្នកគ្នាចង់ធ្វើការ record screen វាអាច record ដល់ទៅ 4K 120 frame ហើយតាក់ទងនឹងការធ្វើ noise reduction អីផ្សេងៗមានទាំង audio ហើយនិង video ណាយើងយកលើហ្នឹងមកហើយអ្នកគ្នាចុច agree and continue នេះមកបន្តមកទៀតនៅកន្លែងនេះយើងយក custom advanced មកហើយអ្នកគ្នាចុច next មកអញ្ចឹងអ្វីដែលយើងត្រូវ tick គឺតាក់ទងទៅនឹង component ទាំង3ខាងលើនេះមាន graphic driver មាន audio driver ហើយនិង Nvidia app ហ្នឹងហើយអ្នកគ្នា tick កន្លែង performance នេះផងនៅកន្លែងនេះ version របស់ខ្ញុំគឺដូចគ្នាដោយសារតែខ្ញុំបាន install វាហើយនេះ new version ហើយនិង current version ដែលយើងប្រើគឺដូចគ្នាទាំងអស់ដោយសារខ្ញុំទៅតែតឡើងវាហើយណាអញ្ចឹងអ្នកគ្នាចុច next វាតទៀតមកហើយអ្នកគ្នាធ្វើការចាំវាបន្តិចមកឥឡូវវាកំពុងតែធ្វើការ install ជាមួយនឹង driver ហ្នឹងឲ្យយើងហីអញ្ចឹងឥឡូវយើងបាន update ជាមួយនឹង driver របស់យើងហើយអស់ហើយយើងក៏បានមកជាមួយនឹង app របស់ Nvidia មួយដែរអញ្ចឹងនៅក្នុង app នេះវាមាន tool មួយចំនួនដែលយើងអាចប្រើប្រាស់បានជាក់ស្ដែងដូចជាការធ្វើតាក់ទងនឹង audio ក៏ដូចជា video noise removal អីហ្នឹងគឺវាមាននៅក្នុងនឹងស្រាប់តែម្ដងហើយតាក់ទងនឹងការធ្វើ screen record អីផ្សេងៗអ្នកគ្នាក៏តែចុច RZ មកអញ្ចឹងវានឹងធ្វើការបើកជាមួយនឹង panel ហ្នឹងមកអញ្ចឹងអ្នកគ្នាអាចធ្វើជាមួយនឹង resolution ក៏ដូចជា frame rate អីបានហើយអ្នកគ្នាអាចធ្វើការចុច record បានអូខេអញ្ចឹងវីដេអូរបស់យើងមានប៉ុណ្ណឹងតាក់ទងនឹងការ update ទៅលើ driver របស់យើងបើអ្នកគ្នាមានចម្ងល់អីផ្សេងៗអាច comment នៅវីដេអូខាងក្រោមហើយយើងជួបគ្នានៅវីដេអូក្រោយ